ពីអ្នកប្តីប្រពន្ធលួចបកចូលកៅស៊ូគេចាប់បានវាយប្តីប៉ងមុខប្រពន្ធសន្លប់ខេត្តត្បូងឃ្មុំបុរសស្ត្រី2នាក់ប្តីប្រពន្ធបានរងការចោទប្រកាន់ថាបានលួចបកចូលកៅស៊ូនៅក្នុងចំការកៅស៊ូមួយកន្លែងលុះម្ចាស់ចំការតាមទាន់ក៏ព្រួតគ្នាវាយបណ្ដាលឲ្យបុរសជាប្តីរងរបួសបែកក្បាលប៉ងមុខខណៈស្ត្រីជាប្រពន្ធសន្លប់ស្ដុកស្ដឹងតែម្ដងហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី12ខែមីនាឆ្នាំ2026នៅចំណុចភូមិទូលសង្កែឃុំត្រពាំង plong ស្រុកពញាក្រែកខេត្តត្បូងឃ្មុំបុរសជាប្តីដែលរងរបួសបែកមុខបែកមាត់បាននិយាយថាខ្លួនមិនធ្លាប់បានមកលួចបកចូលកៅស៊ូនៅទីនេះទេទើបតែលើកនេះគេបបួលមកក៏តាមគេមកលុះពេលម្ចាស់ចំការមកទាន់នោះអ្នកឯទៀតដែលគេស្គាល់ផ្លូវស្គាល់ភូមិសាស្ត្រគេរត់គេចបាត់អស់ទៅនៅសល់តែរូបខ្លួននិងប្រពន្ធមិនស្គាល់ផ្លូវក៏ត្រូវខាងម្ចាស់ចំការដែលមានគ្នាប្រមាណ20នាក់ចាប់វាយរហូតរបួសធ្ងន់និងប្រពន្ធសន្លប់តែម្ដងជនសង្ស័យបានបន្តថាក្រោយពេលគេចាប់បានខ្លួននិងប្រពន្ធត្រូវបានគេចាប់ដាក់ម៉ូតូដឹកមកផ្ទះប្រធានភូមិហើយក៏ត្រូវវាយបន្ថែមទៀតជនសង្ស័យឲ្យដឹងបន្តទៀតថាខ្លួនលួចបកចូលកៅស៊ូបានតែប្រមាណ5គីឡូប៉ុណ្ណោះក្រោយកើតមានករណីខាងលើនេះប្រជាពលរដ្ឋពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមបានសំណូមពរដល់ស្នងការនគរបាលខេត្តត្បូងឃ្មុំជួយស្រាវជ្រាវករណីនេះផងតើការពិតយ៉ាងណាបើពួកគាត់ទាំងពីរនាក់ពិតជាលួចមែនក៏មិនត្រូវព្រួតចាប់វាយបែបនេះឡើយព្រោះប្រទេសមានច្បាប់ពលរដ្ឋជាម្ចាស់ចំការគូប្តឹងមកសមត្ថកិច្ចឲ្យចាត់វិធានការច្បាប់មិនត្រូវប្រើហិង្សាបែបនេះទេគូបញ្ជាក់ថាបើទោះជាមិនទាន់មានបញ្ជាក់អំពីសមត្ថកិច្ចក្នុងករណីនេះក៏ដោយក៏ខាងកម្លាំងកងរាជអាវុធហត្ថស្រុកពញាក្រែកខេត្តត្បូងឃ្មុំបានបញ្ជាក់ថាកំពុងធ្វើការស្រាវជ្រាវជុំវិញករណីនេះទៅតាមនីតិវិធីបានហ្នឹងហើយបងប្អូនអរគ្នាអើយឃើញវីដេអូនេះហើយមានអារម្មណ៍ថាអាណិតសង្វេគពួកគាត់ណាបើតាមពិតទៅពួកគាត់គឺជាអ្នកបកជ័រដីប៉ុន្តែក៏គាត់ខុសដែរដែលទៅបកក្នុងពេលយប់ណាពេលយប់គឺដូចជាពេលចោលលួចអញ្ចឹងម្ចាស់ចំការដតេទៀតគេឃើញក៏អាចថាគេមានចិត្តមួយខឹងដែរព្រោះតែម្ចាស់ចំការគេធ្លាប់បាត់ជ័រកន្លងមកជាច្រើនណាប៉ុន្តែយើងមិនគូណាមានចិត្តមួយថាខូខើអីដល់ថ្នាក់នេះទេយើងគិតថាយើងជាខ្មែរដូចគ្នាស្រឡាញ់គ្នាក៏មិនត្រូវស្អប់គ្នាពេកដែរបើគ្នាលួចមែនចាប់បានមែនយើងគូតែរុញឬក៏ជំរុញទៅខាងសមត្ថកិច្ចមានជំនាញឲ្យគាត់ដោះស្រាយតាមនីតិវិធីច្បាប់ណាយើងមិនគួរណាប្រើហិង្សាប្រើអំពើប្រេយផ្សាយបែបនេះដាក់គាត់នោះទេវាយគាត់ទាំងប្រុសទាំងស្រីឲ្យគាត់សន្លប់ស្ដុកស្ដឹងតែម្ដងហើយចុះបើជ្រុលដៃទៅជាសម្លាប់គាត់ទៅតាមពិតទៅយើងប្រើហិង្សានេះគឺវាលើសហើយបើយើងសរុបមកវិញទៅយើងនឹងខូខើជាងចោផងចោគ្នាគ្រាន់តែលួចអីចឹងណានិយាយនេះខ្ញុំមិនមែនកាន់ជើងចោទេប៉ុន្តែសូមឲ្យបងប្អូនអរគ្នាធ្វើអ្វីគោរពទៅតាមច្បាប់ព្រោះថាប្រទេសយើងមានច្បាប់មានទម្លាប់សម្រាប់ឲ្យយើងគោរពវិន័យក្នុងប្រទេសណាយើងមិនត្រូវប្រើធម៌ប្រៃឬក៏អាងតែគ្នាច្រើនអាងថាយើងត្រូវហើយចុះបើសិនជាគាត់មិនបានលួចទេគាត់មកតាមគេមែនអ្នកដតីដែលគេហៅដែលគេបបួលមកគេស្គាល់ភូមិសាស្ត្រច្បាស់លាស់គេនោះជាអ្នកលួចគេនោះជាទៅបាត់នៅគាត់មែនណាតើរឿងនេះនឹងទៅជាយ៉ាងណាតើយើងអ្នកវាយគេនេះតើមានអារម្មណ៍ថាខុសឬក៏ស្ដាយក្រោយទេថាបើឲ្យសងគឺមិនសងអីទេគ្រាន់តែថាយើងយកយល់គ្នាទៅគ្នាអត់ហើយបានជាគ្នាទៅណាហើយសំខាន់គាត់ជាមនុស្សស្រីទៀតបើសិនជាប្រុសសុទ្ធមិនសូវជាអីទេណាចេញដើរពេលយប់យ៉ាងយើងក៏ស្គាល់អាចថាបានជាចោល 100% តែម្ដងហើយព្រោះគាត់ជាប្រុសណាប៉ុន្តែនេះមានទាំងស្រីមានទាំងអីហើយក៏មិនមែនជាគ្នាតិចបើសិនជាមានលើកក្រោយទៀតសូមបងប្អូនអរគ្នាមេត្តាយោគយល់តាមនឹងទៅ